5 ចំណុចដែលអាចរៀនបានពីសៀវភៅ Atomic Habit ទី 1 ទម្លាប់តូចៗបង្កើតការផ្លាស់ប្ដូរធំការកែលម្អបន្តិចបន្តួចជារៀងរាល់ថ្ងៃវានឹងអាចឲ្យអ្នកទទួលបាននូវលទ្ធផលធំនៅថ្ងៃអនាគតហើយប្រសិនបើអ្នកអភិវឌ្ឍខ្លួនមួយថ្ងៃតែ 1% នោះក្នុងរយៈពេល1ឆ្នាំអ្នកនឹងឃើញថាខ្លួនឯងប្លែកខ្លាំងតែម្ដងដូច្នេះកុំរងចាំការផ្លាស់ប្ដូរធំៗឬក៏ការផ្លាស់ប្ដូរភ្លាមៗត្រូវចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងតែធ្វើវាជារៀងរាល់ថ្ងៃទី 2 ផ្ដោតទៅលើដំណើរការមិនមែនផ្ដោតទៅលើគោលដៅមួយមុខទេគោលដៅបង្ហាញឲ្យអ្នកដឹងថាអ្នកចង់ទៅណាក៏ប៉ុន្តែដំណើរការរបស់វាជាអ្នកដែលអាចនាំឲ្យអ្នកទៅដល់គោលដៅមួយនោះឧទាហរណ៍ថាគោលដៅរបស់អ្នកគឺអ្នកចង់សម្រក់គីឡូឲ្យបាន5គីឡូអញ្ចឹងដំណើរការរបស់វាគឺអ្នកត្រូវហាត់ប្រាណឲ្យបានទៀងទាត់ហើយក៏ត្រូវរក្សារបបអាហារឲ្យបានល្អផងដែរអញ្ចឹងអ្វីដែលយើងត្រូវផ្ដោតនៅពេលនេះមិនមែន10គីឡូទេគឺការហាត់ប្រាណឲ្យបានជាប់លាប់និងការតមអាហារបានល្អអញ្ចឹងគោលដៅរបស់យើងមិនសំខាន់ថាយើងចង់បានអីបើយើងធ្វើរឿងអស់នេះហើយយើងចង់មិនចង់ក៏វានឹងស្រកដល់ខ្លួនឯងដែរវាអត់ខុសអីពីអ្នកដែលចូលចិត្តញ៉ាំច្រើនទេមិនខ្វល់តែយើងចង់ឡើងគីឡូឬក៏អត់ទេតែបើសិនជាយើងចូលចិត្តញ៉ាំច្រើនហើយយើងមិនចូលចិត្តហាត់ប្រាណតតែសោះនោះប្រកាសណាស់ថាយើងប្រកាសជាឡើងគីឡូជាមិនខានទី3កំណត់ថាអ្នកជានរណាឧបមាថាអ្នកចង់ឲ្យខ្លួនឯងក្រោកពីព្រលឹមជារៀងរាល់ថ្ងៃយើងអត់ត្រូវនិយាយជាមួយខ្លួនឯងថាខ្ញុំចង់ក្រោកពីព្រលឹមទេយើងត្រូវកំណត់ខ្លួនឯងថាខ្ញុំគឺជាមនុស្សដែលក្រោកពីព្រឹកដូច្នេះយើងនឹងចាប់ផ្ដើមជឿថាយើងគឺជាអ្នកដែលក្រោកពីព្រឹកតែម្ដងហើយជំនឿទាំងអស់នឹងហើយដែលញ៉ាំងឲ្យយើងទៅធ្វើសកម្មភាពទាំងនោះជារៀងរាល់ថ្ងៃទី4ចូលធ្វើឲ្យទម្លាប់ល្អមានភាពងាយស្រួលអ្នកទាំងអស់គ្នាត្រូវដឹងថានៅពេលដែលយើងធ្វើកិច្ចការណាមួយបានយ៉ាងងាយយើងប្រកាសជាធ្វើកិច្ចការនោះបានច្រើនអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់អានសៀវភៅជារៀងរាល់យប់មុនពេលចូលគេងអ្នកទាំងអស់គ្នាអាចដាក់សៀវភៅនោះនៅលើក្រែផ្ទាល់តែម្ដងអញ្ចឹងមុនពេលដែលយើងចូលគេងយើងប្រកាសជាកលិចឃើញសៀវភៅមួយហ្នឹងឯងដូច្នេះគឺវាបង្កភាពងាយស្រួលនៅក្នុងការឲ្យយើងអានសៀវភៅមុនពេលដែលយើងចូលគេងដោយទៅនឹងការចង់ក្រោកហាត់ប្រាណពីព្រឹកអញ្ចឹងបើសិនជាយើងចង់ក្រោកហាត់ប្រាណពីព្រលឹមណាគេឲ្យយើងដាក់សម្លៀកបំពាក់ហាត់ប្រាណរបស់យើងនិងឧបករណ៍ហាត់ប្រាណនោះនៅក្បែរក្រែគេងនិយាយទៅនៅពេលណាដែលយើងភ្ញាក់ពីព្រលឹមភ្លាមបើភ្នែកឡើងគឺយើងឃើញរបស់អស់នោះនៅក្បែរកាយមុនគេតែម្ដងអញ្ចឹងវាងាយស្រួលនៅក្នុងការជំរុញឲ្យយើងទៅធ្វើរឿងនោះទី5បរិយាកាសជុំវិញខ្លួនយើងមានឥទ្ធិពលទៅលើទម្លាប់របស់យើងបើសិនជាអ្នកអង្គុយនៅលើតុអាហារមួយហើយនៅលើតុអាហារនោះគឺពោពេញទៅដោយរបស់ញ៉ាំលេងចេបជប់នោះអ្នកប្រកាសជាជ្រើសរើសរបស់អស់នោះយកមកញ៉ាំលេងហើយតែបើសិនជានៅលើតុអាហារមួយនោះមិនមានរបស់អស់ហ្នឹងទេផ្ទុយទៅវិញមានតែដោយផ្លែឈើបន្លែនិងគ្រឿងដែលអាចជួយឲ្យអ្នកមានសុខភាពល្អនោះអ្នកប្រកាសជាទាញរបស់ល្អៗយកមកញ៉ាំជាមិនខានអូខេអញ្ចឹងតែនេះគឺជាកត្តាមួយចំនួនដែលជំរុញឲ្យអ្នកទាំងអស់គ្នាអាចសម្រេចបាននូវគោលដៅតាមរយៈការបង្កើតទម្លាប់ងាយៗនិងតូចៗពីមួយថ្ងៃទៅមួយថ្ងៃស្វែងយល់បន្ថែមអំពីទម្លាប់ទាំងអស់នេះនៅក្នុងសៀវភៅ Atomic Habit របស់លោក James Clear ដែលអ្នកទាំងអស់គ្នាអាចស្វែងរកបាននៅហាងសៀវភៅ Cleo ដែលមានទីតាំងនៅខាងក្រៅ Eon 2 Borei de Primilan សានសុកច្រកទី2ឬក៏អាចតាក់ទងទៅបានតាម page Cleo Cafe នៅហាងសៀវភៅដែលមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេសនិងក្រៅប្រទេសផងដែរក្នុងតម្លៃសមរម្យអញ្ចឹងឥឡូវអ្នកទាំងអស់គ្នាដឹងអំពីការបង្កើតទម្លាប់ងាយៗដែលអាចជួយអ្នកទាំងអស់គ្នាសម្រេចគោលដៅធំៗបានមួយផ្នែកហើយអញ្ចឹងកុំភ្លេចអនុវត្តទាំងអស់គ្នាណាវីដេអូនេះផងដែរនាំមកជូនដោយ Kinora Brand សម្លៀកបំពាក់កូនខ្មែរដែលផ្ដោតទៅលើគុណភាពនិងប្រណិតភាពនេះខ្ញុំ JC ជួបគ្នានៅវីដេអូក្រោយ